ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃទឹកគឺថាបាយតែឥឡូវហូបលេងឆ្ងាញ់ហើយគឺត្រូវតែរៀបចំវិចហូបនៅកញ្ចុះវិញឆ្ងាញ់ឥឡូវដំបូងគឺយើងត្រូវតែរៀបចំបន្លែពេលដែលរៀបចំបន្លែហើយគឺយើងចាប់ផ្ដើមតបពីយើងរៀបចំបុកទឹកត្រីហើយគឺយើងចាប់ផ្ដើមមកបុកអំបិលសម្រាប់ប្រឡាក់សាច់របស់យើងវិញដាក់គ្រឿងមកមានដេងមានស្លឹកក្រូចមានគល់ស្លឹកគ្រៃម្ទេសយើងបុកចូលគ្នាឲ្យម៉ត់មកបន្ទាប់មកហើយចាំយើងយកវាទៅប្រឡាក់ជាមួយសាច់អញ្ចឹងនៅពេលដែលយើងដាក់គ្រឿងហើយអស់យើងធ្វើការបុកវាឲ្យម៉ត់ចូលគ្នាឲ្យម៉ត់ជាសាច់តែមួយបន្ទាប់មកហើយយើងទុកវាមួយឡែកសិនយើងមកធ្វើទឹកត្រីរបស់យើងវិញអញ្ចឹងទឹកត្រីរបស់យើងធ្វើការតបយើងស្វាច់ក្រូចដាក់គ្រឿងឲ្យអស់ហើយក៏យើងចាប់ផ្ដើមរៀបបន្លែរៀបអីទុកវាមួយឡែកសិនដោយសារយើងរវល់អត់ទាន់មានពេលទៅចាប់មាន់ដោយសារថ្ងៃនេះកូនជាងអត់មកដាក់ច្បាប់ចំថ្ងៃអាទិត្យអញ្ចឹងទៅនៅតូបរវល់យើងអត់ទាន់បានមានពេលទៅចាប់មាន់ទេអញ្ចឹងឥឡូវគឺចាប់ផ្ដើមធ្វើកង់ឲ្យកូនក្មេងមួយសិនដោយសារមេជាងគាត់រវល់ធ្វើម៉ូតូអញ្ចឹងទៅអត់មានពេលធ្វើកង់ទេអញ្ចឹងខ្ញុំក៏មិនសូវចេះអីប្រហែលដែរចេះតែធ្វើកង់កូនក្មេងទៅអញ្ចឹងពោះវាស្រាលហើយយើងងាយក្នុងការកោះដាក់ពោះវាអញ្ចឹងណាដោយសារកង់នេះគាត់ដូរតែពោះវាទេអញ្ចឹងបន្ទាប់ពីដូរពោះវាកង់នឹងហើយក៏ល្ងាចល្មមដល់ពេលដែលត្រូវទៅដាក់ចំណីមាន់ដែរអញ្ចឹងនៅពេលដែលធ្វើកង់នឹងរួចរាល់ហើយខ្ញុំហើយនឹងកូនក៏នាំគ្នាមកដាក់ចំណីមាន់មកផ្លែតសិនដោយសារនៅតូបឥឡូវក៏អត់តាន់ជាទំនេរអីប្រហែលដែរដោយសារមេជាងគាត់នៅតូបតែឯងអញ្ចឹងខ្ញុំត្រូវនៅកន្លែងចាំតូបពេលដែលគាត់ទៅផ្សារទិញអីវ៉ាន់ទិញអីអញ្ចឹងណាមើលជាក់ស្ដែងគឺថ្ងៃនឹងកូនជាងអត់មកអញ្ចឹងហើយការងាររៀងស្ទះបន្តិចដោយសារវាថ្ងៃទឹកឥឡូវគឺយើងរួចដល់ហើយក៏នាំគ្នាមកដាក់ចំណីមាន់ដល់មកដល់ធំមាន់ហើយមាន់របស់យើងអញ្ចឹងមុននឹងយើងចាប់មាន់គឺធ្វើការដាក់ចំណីតាមពិតថានេះខ្ញុំដាក់រងថ្ងៃទេគាត់ថាមិនដែលទៅជាថតវីដេអូអីទេថ្ងៃនេះថ្ងៃទឹកចេះតែថតលេងអញ្ចឹងទៅទុកមើលអត់ជាអនុស្សាវរីយ៍អញ្ចឹងបន្ទាប់ពីយើងដាក់កាកសំណល់ដាក់កាកសំណល់ផ្ទះបាយយើងក៏មកចាប់ដើមលាយចំណីយើងមានស្រូវមានកន្ទក់លាយជាមួយនឹងបាយជាទូទៅស្រូវនេះគឺខ្ញុំត្រាំទេតែដោយសារមួយរយៈនឹងរវល់អញ្ចឹងអត់បានដាក់ត្រាំចំណែកនេះកូនតូចគឺកូនតូចនៅស៊ីចំណីឡើយទេខ្លាខ្លំមែនតើកូនមន់មកស្រុកនេះអញ្ចឹងបន្ទាប់ពីយើងលាយចំណីអីហើយអស់ហើយចាប់ផ្ដើមយកមកដាក់ឲ្យវាស៊ីអញ្ចឹងយើងដាក់ចំណីមាន់បណ្ដោយយើងសម្លឹងមើលមាន់បណ្ដោយថាមាន់មួយណាដែលយើងត្រូវចាប់អញ្ចឹងណាអញ្ចឹងបន្ទាប់ពីសម្លឹងឃើញហើយខ្ញុំក៏បានចាប់ដាក់ចូលក្នុងត្រង់រួចរាល់ហើយដោយសារខ្ញុំបានថតវីដេអូពេលខ្ញុំចាប់នឹងទេអញ្ចឹងខ្ញុំយកវាមកដាក់ក្រុងបន្ទាប់ពីខ្ញុំដាក់ចំណីហើយខ្ញុំក៏យកវាទៅផ្ទះអញ្ចឹងបន្ទាប់ពីយកមាន់ទៅហើយក៏ធ្វើការដាំទឹកអញ្ចឹងកុំឲ្យវែងឆ្ងាយគឺថាបោចរួចរាល់ហើយបន្ទាប់ពីបោចរួចរាល់ហើយទូព្រមតែបានបិទតូបគឺថាល្ងិតល្មមនេះមាន់របស់យើងគឺកំពុងតែអាំងក្លិនឈ្ងុយបដាហើយចំណែកនេះវិញគឺឆ្អិនហើយដោយសារកាមេរ៉ាមើលទៅវារៀងក្រហមបន្តិចចាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងអរគុណច្រើនមើល reaction មួយសិនឆ្ងាញ់អត់ឆ្ងាញ់ចាអរគុណច្រើនជម្រាបលាបាយបាយ